Hello everyone សូមមកកាន់កម្រងវិញ្ញាសាភាសាអង់គ្លេសដើម្បីត្រៀមប្រឡងគ្រូបន្តទៀតទាំងអស់គ្នាថ្ងៃនេះយើងចូលមកដល់ថ្ងៃទី47ហើយឬក៏ day 47ហើយយើងចូលមកដល់ផ្នែកអីគេគឺផ្នែកទី2 vocabulary អញ្ចឹងតោះមើលយើងតពីម្សិលមិញមកអញ្ចឹងសិនមិញយើងចប់ត្រឹម265ហើយយើងចូលបន្តមកកាន់266ទាំងអស់គ្នាតោះមើលគេថាមិនដែរគេថា a room or building អូខេបន្ទប់ឬមួយក៏អគារ equipped ដែលត្រូវបានបំពាក់ឧបករណ៍ for សម្រាប់ scientific experiments or research អូខេយើងប្រាប់ថាម៉េចការពិសោធន៍ឬក៏ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ is a គឺជា again អញ្ចឹងគិតមើលបន្ទប់ឬក៏អគារដែលគេទុកសម្រាប់ធ្វើពិសោធន៍ឬក៏សម្រាប់ស្រាវជ្រាវហ្នឹងគេហៅថាអីទី1 A library បណ្ណាល័យដូចជាអត់ពាក់ព័ន្ធនឹងការពិសោធន៍ទេអញ្ចឹងយើងអត់ចូលទេ gymnasium ស្មើនឹងពាក្យ gym នឹងអ្នកគ្នាកន្លែងហាត់ប្រាណក៏អត់ត្រូវដែរជាកន្លែងដែលគេទៅហាត់ប្រាណទេមិនកន្លែងធ្វើ experiment ឬក៏កន្លែងធ្វើ research ហ្នឹងទេទៅទៀតcafeteria កង់ទីនអ្នកគ្នាយើងហៅបានថា canteen អូខេអាហ្នឹងកន្លែងយើងទៅទិញអីញ៉ាំនៅតាមសាលាមួយហ្នឹងគេហៅថាកង់ទីននេះខ្មែរយើងហៅតាមបារាំងកង់ទីនអញ្ចឹងមែនទេចម្លើយយើងនេះគឺ D laboratory ឬក៏ laboratory បន្ទប់ពិសោធន៍ចម្លើយយើងគឺ D ទាំងអស់គ្នាបន្ទប់ពិសោធន៍គឺជាបន្ទប់ឬក៏ជាអគារដែលគេទុកសម្រាប់ធ្វើពិសោធន៍ឬក៏ការស្រាវជ្រាវ scientific វិទ្យាសាស្ត្រតោះបន្តទៀតយើងចូលមកកាន់267គេថាមិនដែរ the person មនុស្សឬក៏អ្នក who ដែលយើងអាចប្រែបានថា the person who អ្នកដែល is in charge of អូខេរ៉ាប់រងនៅក្នុងសាលា is the គឺជាអីគេទាំងអស់គ្នា inspector អធិការកិច្ចjanitor អ្នកមើលថែសាលាតើនេះពាក្យ janitor ហ្នឹងគឺស្មើនឹងពាក្យ caretaker អ្នកមើលថែសាលាអូខេ caretaker principal នាយកនេះចម្លើយយើងទាំងអស់គ្នាដោយសារម៉េចគាត់គឺជាអ្នករ៉ាប់រងឬក៏ទទួលខុសត្រូវនៅក្នុងសាលាហើយនឹងcounselor អ្នកប្រឹក្សាយោបល់ចំណុចយើងគឺ C ទាំងគ្នានាយកសាលាចឹងនាយកសាលាគឺជាមនុស្សដែលគេរ៉ាប់រងឬក៏ទទួលខុសត្រូវនៅក្នុងសាលាហើយ inspector អធិការកិច្ចបើយើងធ្លាប់នៅរៀនយើងដឹងហើយយូរម្ដងយើងឃើញមានគ្រូម្នាក់ផ្លែកមុខគឺគាត់ចុះមកសាលាគាត់មកជួបនាយកយើងគាត់មកសុំមើលរបាយការណ៍គាត់ចុះមកមើលសកម្មភាពគ្រូបរៀនហ្នឹងគាត់ហ្នឹងហើយដែលយើងហៅថា inspector អធិការកិច្ចហើយ janitor គឺអ្នកមើលថែសាលាអ្នកថែសួនថែអីឬក៏ថែទាំសាលាជួសជុលហ្នឹងគឺគាត់ជា janitor ឬក៏យើងហៅថាជា caretaker ក៏បានដែរហើយអ្នកប្រឹក្សាយោបល់មែនទេចម្លើយយើងគឺ principal តើនេះអាចនឹងឃើញពាក្យផ្សេងទៀតដូចជា headmaster ឬក៏ head teacher នឹងក៏ជានាយកសាលាដែរទាំងអស់គ្នាអូខេចាំមើលមិញអ្នកដែលរ៉ាប់រងនៅក្នុងសាលាគឺជា principal នាយកសាលាតោះហើយយើងបន្តចូលមកកាន់268គេថា please attention គាត់នឹងឃើញពាក្យ attention យើងដឹងចម្លើយហើយបាត់ហើយ to the whiteboard អូខេទៅក្តារខៀន while ខណៈពេលដែលI explain this formula ខណៈពេលដែលខ្ញុំបញ្យល់អីគេបញ្យល់រូបមន្តមួយនេះ formula រូបមន្តទាំងអស់គ្នាអញ្ចឹងតោះយើងយកចម្លើយមួយណានេះឃើញបែបនេះឲ្យទៅឃើញពាក្យ attention ជានៅឃើញដល់សំណង់ប្រយោគមួយគឺគេប្រើពាក្យ to អីគេ to pay attention ប្រែថាយកចិត្តទុកដាក់អូខេ to pay attention ចឹងអីផ្សេង take attention យើងអត់យកទេ make attention យើងអត់យកទេហើយ give ក៏យើងអត់យកដែរចម្លើយយើងគឺ pay attention to យកចិត្តទុកដាក់ទៅលើអីមួយចឹងតោះនេះចឹងមានន័យមិន to something ចឹងទៅលើអីមួយសូម pay attention to the whiteboard អូខេមើលទៅលើក្តារខៀនគណៈពេលដែលខ្ញុំបញ្យល់រូបមន្តមួយនេះបន្តមកកាន់269នោះគ្នាគេថាមិនដែរ the school director អូខេនាយកសាលាមុននឹងជឿប្រាប់ថាពីរនេះប្រែថា headmaster ឬក៏ head teacher តែយើងអាចប្រើពាក្យនេះក៏បានដែរ school director នាយកសាលា
decided to បានសម្រេចចិត្តថានឹង the meeting ការប្រជុំឬក៏កិច្ចប្រជុំ until រហូតដល់ទៅ next Friday ថ្ងៃសុក្រសប្តាហ៍ក្រោយ due to តើគ្នាពាក្យ due to មានន័យថាដោយសារតែវាមានអត្ថន័យដូចទៅនឹងពាក្យថា because of ទាំងគ្នា because of អូខេដោយសារតែឬក៏ owing to ដោយសារតែចឹងដោយសារតែគេ the storm ព្យុះមិនដែរនាយកសាលាសម្រាប់ចិត្តថាចុចការប្រជុំទាល់តែថ្ងៃសុក្រសប្តាហ៍ក្រោយដោយសារតែមានព្យុះហើយយើងមើលតើយើងឃើញចម្លើយទាំង4នេះសិតតែជា phrasal verb ជា clear កិរិយាសព្ទមើលតើទីមួយយើងឃើញពាក្យ call off ពាក្យហ្នឹងមានន័យថា cancel លុបចោល call off ពាក្យ put off មានន័យថា delay ពជាពេល delay take off យើងដឹងហើយពាក្យ take off គឺផ្ទុយទៅនឹងពាក្យ put on ដូចយើងស្លៀកពាក់អីចឹងណា put on តែ put on អីមួយទៅគឺមានន័យស្លៀកពាក់តែពេល take off គឺយើងដោះវាចេញឧទាហរណ៍ថា take off your shirt ដោះអាវចេញចឹងទៅគឺយើងប្រើពាក្យ take off បើប្រើទៅលើយន្តហោះមានន័យថាចាប់ដើមហោះឡើងពីផ្ទុយមកនឹងពាក្យ land នោះនេះចុះចតហើយពាក្យ go off មានន័យ leave ចាក់ចេញចឹងមិនដែរយើងយកចម្លើយមួយណាយើងចាប់អារម្មណ៍មួយគឺពាក្យ due to the storm ដោយសារតែមានព្យុះហើយនៅមុនទៅគឺរហូតដល់តែថ្ងៃសុក្រសប្តាហ៍ក្រោយចឹងមិនន័យមិន leave ចាក់ចេញហើយនឹងពាក្យស្លៀកពាក់នេះគឺអត់ត្រូវទេយើងសល់ចម្លើយ2នៅសល់ពាក្យ cancel លុបចោលហើយនឹង delay ពជាពេលយកមួយណានេះបើយើងយកពាក្យលុបចោលអត់ទេលុបចោលមានន័យលែងធ្វើទៀតហើយតែនេះគាត់នៅធ្វើទៅពេលណា next Friday ថ្ងៃសុក្រសប្តាហ៍ក្រោយចឹងមានន័យគាត់អត់បាន call off គាត់អត់បានលុបចោលកិច្ចប្រជុំនឹងទេគាត់គ្រាន់តែម៉េចគាត់គ្រាន់តែ put it off ពជាពេលវាសិនចឹងចម្លើយយើងគឺ B មានន័យម៉េច the school director នាយកសាលា decided to put off the meeting បានសម្រេចចិត្តថានឹងពជាពេលការប្រជុំនឹងរហូតដល់តែថ្ងៃសុក្រសប្តាហ៍ក្រោយជាងកលេចមកកាន់270ម្ដងនេះគេថាមិនដែរ a student អូខេសិស្សម្នាក់ឬក៏សិស្ស try to បានព្យាយាមearn excuse ទៅនេះពាក្យ excuse ប្រែថាលេសអត់ព្រមធ្វើអីមួយចឹងណា for being late លេសថាមិនបានខ្លួនឯងនឹងមកយឺត but ក៏ប៉ុន្តែ the teacher knew he was lying ប៉ុន្តែគ្រូគាត់ដឹងថាម៉េចដឹងថាកូននឹងកំពុងតែកុហកចឹងនេះយើងយកចម្លើយមួយណានេះនេះស្តៀងទៅនឹងនេះ268យើងដែរទាំងអស់គ្នាស្តៀងត្រង់ម៉េច attention គឺគេប្រើជាមួយនឹង pay attention ចុះបើសិនជា earn excuse លេសគេប្រើពាក្យអីគេមានពាក្យមួយបង្កើតលេសអូខេគេប្រើពាក្យ make up to make up earn excuse មានបង្កើតលេសឬក៏ពាក្យខ្មែរគេប្រើថារកលេសរួមសបោលេសហ្នឹងហើយអញ្ចឹងគេប្រើពាក្យ make up ដូចយើងថា make up decision អញ្ចឹងធ្វើការសម្រេចចិត្តអញ្ចឹងគេប្រើទម្រង់នឹងអញ្ចឹងដែរអញ្ចឹងសំណាងប្រយោគយើងជាមួយនឹងពាក្យ excuse ឬក៏ពាក្យលេសហ្នឹងគឺគេប្រើពាក្យ make up keep up do up ហើយនឹង turn up យើងអត់យកទេចម្លើយយើងគឺ A make up earn excuse ប្រែថាបង្កើតលេសឬក៏រកលេសចឹងនេះមិនសិស្សហ្នឹងបានព្យាយាមរកលេសថាខ្លួននឹងមកយឺតដោយសារអីក៏ប៉ុន្តែthe teacher knew he was lying គ្រូគាត់ដឹងថាសិស្សនឹងកំពុងតែកុហកហើយយើងក៏លេខតមកលំហាត់ប្រហែល271បន្តទៀតគេថាមិនដែរ the government រដ្ឋាភិបាល is launching តោះនេះពាក្យ launch មានន័យថាដាក់ឲ្យដំណើរការឬក៏ដាក់ឲ្យប្រើcampaign មានន័យយុទ្ធនាការអញ្ចឹងដាក់ឲ្យដំណើរការយុទ្ធនាការមួយ to ដើម្បី eradicate ទៅនេះពាក្យ eradicate មានន័យថាម៉េច to get rid of បើយើងនិយាយយ៉ាងសាមញ្ញគឺ remove យកចេញអូខេប្រហែលអញ្ចឹងក៏បានឬក៏អាចថាលុបបំបាត់ទៅនឹងពាក្យហ្នឹងពាក្យ eradicate មានន័យលុបបំបាត់អញ្ចឹង to eradicate ដើម្បីលុបបំបាត់អីគេមើលតើ in rural areas នៅតំបន់ដាច់ស្រយាល in rural area នៅតំបន់ដាច់ស្រយាល
ចឹងតោះមើលនេះយើងគិតថាយល់ចម្លើយមួយណាតែរដ្ឋាភិបាលគាត់ចង់លុបបំបាត់អីគេយើងមើលចម្លើយ A ហើយនិង B ទាំងអស់គ្នាពាក្យនឹងស្តៀងគ្នាត្រង់គាត់ណានេះបន្ថែមពាក្យ ill នឹងមានន័យបដិសេធមិនដូចជាពាក្យខ្លះថា legal ទាំងអស់គ្នា legal អញ្ចឹងស្របច្បាប់តែពេលឈើបន្ថែមពាក្យ ill ទៅវាទៅជាមិនស្របច្បាប់ឬក៏ខុសច្បាប់ទាំងអស់គ្នា illegal អញ្ចឹងពីរនេះគឺមានន័យដូចគ្នាគ្រាន់តែវាមួយធម្មតាមួយគឺមានន័យផ្ទុយតោះliteracy នឹងអីគេទាំងអស់គ្នាមានថាអក្ខរកម្មចេះអានអក្សរហើយទៅពេលពាក្យនេះពាក្យ illiteracy មានថាអនក្ខរកម្មការអត់ចេះអានអក្សរគាត់យើងអានពីនឹងយើងដឹងហើយបាទថាចម្លើយមួយណាហើយគឺចម្លើយ B ដែលណាគេទៅលុបបំបាត់ការចេះអានអក្សរទេអត់ទេគឺចង់លុបបំបាត់អីគេលុបបំបាត់បញ្ហាអត់ចេះអានអក្សរដែលភាសាខ្មែរយើងគេហៅថាអនក្ខរកម្មទាំងអស់គ្នាហើយចំណុច A នេះវិញគឺមានន័យថាម៉េចមានន័យថាអក្ខរកម្មទាំងអស់គ្នាអក្ខរកម្មអូខេនេះយើងហៅថាហៅជាបានណានេះហៅថាអនក្ខរភាពការដែលមិនចេះអានអក្សរនេះការដែលចេះអានអក្សរចំណុចយើងគឺ B ទាំងអស់គ្នាមានន័យថាម៉េចគឺរដ្ឋាភិបាលគាត់ចង់លុបបំបាត់អនក្ខរភាពដែលមិនចេះអានអក្សរនឹងចេញពី rural area តំបន់ដាច់ស្រយាលហើយទីជនបទជាប់មាត់ហើយពាក្យ literature អក្សរសាស្ត្រយើងអត់យល់ទេណាមួយក៏វាឆ្កងដែរលុបបំបាត់អក្សរសាស្ត្រយ៉ាងម៉េចកើតហើយliterally មានន័យថាតាមពិតទៅឬក៏អញ្ចឹងទៅវាដែលទូធ្វើជា adverb ពាក្យនេះគឺគេអាសាប្រើនៅក្នុងភាសានិយាយយើង literally តាមពិតទៅឬក៏មិនមែនចង់មានន័យបែបហ្នឹងទេអីទេទៅគឺគេប្រើពាក្យ literally នឹងឯងចំណុចយើងគឺ B លុបបំបាត់ការដែលមិនចេះអានអក្សរអនក្ខរភាពយើងក៏លេខមកកាន់272គេថាមិនដែរ someone who អ្នកដែលអូខេ someone នឹងអ្នក who នឹងដែលជាឈ្នួបអញ្ចឹង someone who teaches អ្នកដែលបង្រៀន at a university នៅសាកលវិទ្យាល័យ or college ឬក៏នៅមហាវិទ្យាល័យ is typically ទាំងនេះពាក្យ typically មានន័យថាម៉េច generally ជាទូទៅ is typically ឬក៏ is generally called ជាទូទៅត្រូវបានគេហៅថាគឺជាជាគេទាំងអស់គ្នាណាគេអ្នកបង្រៀននៅសាកលឬក៏នៅមហាវិទ្យាល័យ A principal នាយកសាលា pupil កូនសិស្សតើនេះពាក្យ pupil នឹងស្តៀងទៅនឹងពាក្យ student ប៉ុន្តែយើងសំដៅទៅលើក្មេងៗអញ្ចឹងយើងប្រែថាកូនសិស្ស lecturer សាស្ត្រាចារ្យអូខេហើយនឹង headmaster បើយើងគិតតាមនៅក្នុងន័យរបៀបធ្វើលំហាត់ណានេះពាក្យ headmaster នាយក principal នាយកអាតែដូចគ្នាអញ្ចឹងវាមិនមែនជាចម្លើយទេមិនបានមែនជាចម្លើយដោយសារពីរនឹងយក A ក៏ត្រូវយក D ក៏ត្រូវអញ្ចឹងគេអត់យកវាយកមកធ្វើជាចម្លើយទេអញ្ចឹងចម្លើយយើងមិនមែន pupil កូនសិស្សទេគឺ lecturer សាស្ត្រាចារ្យចូលត្រូវបាននិយាយថាម៉េចថាយើងមានពាក្យមួយគឺពាក្យ lecture នេះមានន័យការបង្រៀនដែលវាមានន័យស្តៀងទៅនឹងពាក្យ teaching តែ teaching គឺការបរៀនទូទៅបើ lecture គឺការបរៀននៅសាកលអញ្ចឹងយើងគ្រាន់តែបន្ថែម or មក lecturer អ្នកបរៀននៅសាកលគេហៅថាសាស្ត្រាចារ្យទាំងអស់គ្នាអញ្ចឹងចម្លើយយើងគឺ C អញ្ចឹង someone who teaches at a university អ្នកដែលបង្រៀននៅសាកល or college ឬក៏មហាវិទ្យាល័យ is typically called ជាទូទៅត្រូវបានគេហៅថាជាសាស្ត្រាចារ្យយើងចូលមកកាន់273ទាំងអស់គ្នាគេថាមិនដែរ The school library បណ្ណាល័យសាលា provides បានផ្ដល់ឲ្យឬក៏បានផ្ដល់ជូននៅ free ដឹង free អីទេ to a vast collection of digital books តើនេះពី a vast មានថា extremely large យ៉ាងធំសម្បើម extremely large យ៉ាងធំសម្បើមនៅវាមានន័យយ៉ាងខ្លីគឺស្មើនឹងពាក្យ huge យ៉ាងធំ collection បណ្ដុំ digital books សៀវភៅ digital មានសៀវភៅដែលយើងអាចចូល down បានអាចមើលបាននៅក្នុងទូរស័ព្ទឬក៏កុំព្យូទ័រអញ្ចឹងនេះជាងអាចប្រាប់បានថាម៉េចបណ្ដុំនៃសៀវភៅ digital ដ៏ធំសម្បើមមួយអញ្ចឹងតោះយកចម្លើយមួយណានេះយើងចាប់អារម្មណ៍មើលចេះ free ដែលតួធ្វើជាគុណនាមអញ្ចឹងនៅក្រៅគុណនាមយើងត្រូវការអីទាំងអស់នេះ
dươngត្រូវការ noun ហើយនេះគឺយើងបាត់ noun មើល assess វាតម្លៃជា verb យើងអត់យកទេ accept ទទួលជា verb យើងអត់យកទេចឹងយើងសល់ចម្លើយពីនេះគឺសល់ពាក្យ excess មានន័យផ្នែកលើសឬក៏ចំនួនលើសជា noun ពាក្យ excess មានន័យថាលទ្ធភាពអាចចូលទៅបានអាចចូលទៅមើលបានណាលទ្ធភាពអាចចូលទៅមើលបានចឹងយកចម្លើយមួយណាយកផ្នែកលើសដោយ free ឬមួយក៏លទ្ធភាពអាចចូលមើលបានដោយ free មិននេះស័ក្តិសមជាងនេះពេលយើងចូលមើលអីមួយ free ដល់នេះគឺគេប្រើពាក្យ free access នេះដល់នេះ free access អានេះ access អានេះ access ចំណាំនេះពេលយើងចូលមើលអីមួយ free ឬមួយក៏នេះគឺគេប្រើពាក្យ free access អាចចូលមើលបានដោយ free មានន័យចឹងនេះ free access អាចចូលមើលបានដោយ free ចំពោះអីគេចំពោះបណ្ដុំសៀវភៅ digital យ៉ាងធំសម្បើមចឹងយើងអត់យក A ទេផ្នែកលើ free យ៉ាងម៉េចអត់ទំនងទេនេះអាចចាំទៅចាំមិនឲ្យទៅឃើញពាក្យ free នេះគឺគេអាសាប្រើជាមួយនឹងនេះហងគេប្រើមួយ free access អាពាក្យនេះមានន័យអាចចូលមើលបានតោះបន្តទៀតយើងចូលទៅកាន់274គេថា because of her outstanding academic performance because of ដោយសារតែ her outstanding academic performance មានមិនដោយសារតែសកម្មភាពឬមួយក៏អីគេអាចថាលទ្ធផលការសិក្សាលេចធ្លោរបស់នាងនេះយើងអាចប្រែថាលទ្ធផលមកពាក្យ performance យើងប្រែថាការសម្ដែងត្រូវតែនេះយើងប្រែថាជាអីគេលទ្ធផលអញ្ចឹងលទ្ធផលការសិក្សាលេចធ្លោរបស់នាងមិនដែរ she was awarded នាងត្រូវបានគេឲ្យរង្វាន់ជាអីគេ tuition ការបង្រៀនuniform ជាឯកសណ្ឋាន punishment ជាការដាក់ទោសទណ្ឌអានេះឆ្កងខុសគេហ្មងទាំងអស់គ្នារៀនឡើងបកែមកឲ្យទោសទណ្ឌទៅពាក្យ scholarship អាហារូបករណ៍គេថាមួយនេះស័ក្តិសមជាងគេទាំងនេះជាការបរៀនក៏អាចត្រូវជាឯកសណ្ឋានក៏អាចត្រូវប៉ុន្តែចំពោះសិស្សដែលបកែបែបហ្នឹងគឺពីចិនគេឲ្យអីគេឲ្យអាហារូបករណ៍ដែលវាគឺជា scholarship បាទនេះតែផ្សេងយើងអត់យកទេអញ្ចឹងបានថាម៉េច because of ដោយសារតែ her outstanding academic performance លទ្ធផលសិក្សាលេចធ្លោរបស់នាង she was awarded នាងត្រូវបានគេឲ្យរង្វាន់ជាអាហារូបករណ៍តោះយើងចូលមកការលំហាត់ចុងក្រោយរបស់យើង275គេថា some students សិស្សមួយចំនួន find it difficult to បានរកឃើញថាជារឿងដែលពិបាកណាស់ to នៅក្នុងការblip on their studies ទៅលើការសិក្សារបស់ខ្លួន when it's noisy នៅពេលដែលអីគេ noisy មានសំឡេងរំខានឬក៏ឡូឡាមិនដឹងនេះយើងយកចម្លើយមួយណាយើងចាប់អារម្មណ៍ឃើញនេះមួយគឺឃើញធ្នាក់ on បាទនេះ on អញ្ចឹងពាក្យទាំង4ហ្នឹងគេថាមួយណាដែលគេប្រើជាមួយនឹង on concentrate on ផ្ដោតទៅលើ memorize on អត់ត្រូវនេះពាក្យ memorize គឺគេប្រើពាក្យ memorize something អត់ត្រូវការពាក្យ on ទេ observe សង្កេត observe something សង្កេតទៅលើអីមួយគេអត់ប្រើពាក្យ on ទេ distract ធ្វើឲ្យដាច់អារម្មណ៍ធ្វើឲ្យគេដាច់សមាធិទៅគេអត់ប្រើពាក្យ on នឹងដែរ distract on នឹងមិនអត់ទេយើងមានពាក្យមួយគឺពាក្យថាផ្ដោតទៅលើទាំងគ្នា concentrate on ស្តីទៅនឹងពាក្យ focus on ឬក៏ concentrate on ចម្លើយយើងគឺ A ផ្ដោតអារម្មណ៍ទៅលើឬក៏ផ្ចង់អារម្មណ៍ទៅលើអញ្ចឹង some students សិស្សមួយចំនួន find it difficult to បានរកឃើញថាit difficult to concentrate on គេពិបាកខ្លាំងណាស់នៅក្នុងការផ្ចង់អារម្មណ៍ទៅលើការសិក្សារបស់ពួកគេនៅពេលដែលមានសំឡេងរំខានអញ្ចឹងចាំ concentrate on ឬក៏ focus on ចឹងហ្នឹងយើងមានតែប៉ុណ្្នឹងទេបងប្អូនគ្នាសម្រាប់ថ្ងៃទី47របស់យើងហើយបើសិនជាមានចម្ងល់ឬក៏មានបញ្ហាអីអាច comment ប្រាប់ share បន្ថែមបាននៅក្នុង comment section អរគុណច្រើនជួបគ្នានៅវីដេអូថ្ងៃបន្តទៀតទាំងអស់គ្នា